ថ្មីបើជាដល់ពេលបោះបាយបិណ្ឌទៀតបាត់លឿនខ្លាំងមែនតើនៅសល់តែមួយខែជាងទៀតទេហើយក៏នឹកឃើញពេលទៅបោះបាយបិណ្ឌរាល់ឆ្នាំឲ្យទៅដល់ពេលកាន់បិណ្ឌអញ្ចឹងទៅនាំគ្នាបបួលមិត្តភ័ក្តិចូលថវិកាគ្នាទិញកតណើបយកមកដាក់ដាំបាយហើយទៅបោះបាយបិណ្ឌចូលចិត្តទៅលក្ខណៈជាក្រុមពុកម៉ែបងប្អូនឧទាហរណ៍ថាមួយក្រុមមាន5នាក់ជួនកាលទៅមាន7នាក់នឹងឯងថ្ងៃណាដែលមីងគាត់អត់ចោតធ្វើការអញ្ចឹងទៅគឺទៅបោះបាយបិណ្ឌជាមួយពួកគាត់ណាពុកម៉ែបងប្អូនហើយទៅសបោមនុស្សច្រើនជាងគេជាពិសេសហ្នឹងគឺថ្ងៃសៅរ៍ថ្ងៃអាទិត្យនឹងតែម្ដងដោយសារតែថ្ងៃហ្នឹងគឺថ្ងៃចុងសប្តាហ៍នឹងឯងហើយអញ្ចឹងទៅបោះបាយបិណ្ឌលើកទី1ហ្នឹងគឺទៅកាលឆ្នាំ2019ពុកម៉ែបងប្អូនពេលហ្នឹងគឺខ្ញុំរៀនថ្នាក់ទី6ប៉ុន្តែវ៉ាកងហើយអញ្ចឹងទៅមិត្តភ័ក្តិក៏គាត់បបួលទៅជាមួយមីងគាត់ផងជាមួយបងប្អូនគាត់ផងអញ្ចឹងទៅគឺទៅរៀងច្រើនដែរពុកម៉ែបងប្អូនទៅលក្ខណៈក្រុមហើយពេលបានទៅម្ដងហ្នឹងគឺបានទៅរហូតដែរកាលហ្នឹងគឺឆ្នាំ2020ក៏ទៅហើយមួយឆ្នាំគឺទៅបោះ3 4ដងដែរពុកម៉ែបងប្អូនទោះបីមានថវិកាក្នុងខ្លួនយ៉ាងណាក៏ដោយប៉ុន្តែនៅតែចូលថវិកាគ្នាម្នាក់500ម្នាក់1000ហ្នឹងទៅទិញកតណើប1គីឡូយកមកដាក់ដាំបាយហើយពេលបានទៅបោះបាយបិណ្ឌអញ្ចឹងទៅគឺដេកលក់ទេបនឲ្យទៅព្រឹកឆាប់ឡើងអញ្ចឹងទៅក្រោកតាំងពីម៉ោង2ព្រឹកអញ្ចឹងទៅដាស់មិត្តភ័ក្តិឲ្យដាក់ដាំបាយណាពុកម៉ែបងប្អូននាំគ្នាទៅដាស់មិត្តភ័ក្តិអញ្ចឹងទៅដាក់ដាំបាយដាំអីរួចរាល់អស់ហើយតម្រាំទៅដាំបាយឆ្អិនរៀបចំរួចរាល់គឺចាប់ផ្ដើមទៅវត្តម្ដងហើយវត្តវិញគឺនៅជិតផ្ទះដែរទេចម្ងាយតែ1គីឡូម៉ែត្រអីគឺដល់ពេលខ្លះទៅលក្ខណៈជាក្រុមច្រើនគ្នាអញ្ចឹងទៅគឺទៅដើរបតែពេលខ្លះសើមានគ្នាគឺទៅជិះម៉ូតូឬជិះកង់នឹងឯងពុកម៉ែបងប្អូនហើយខាងខ្ញុំវិញកាលពីដើមឡើយហ្នឹងគឺបោះបាយបិណ្ឌអត់ចាំបាច់ពូនទេគឺគ្រាន់តែដាក់ដាំបាយហើយដាក់ស្រាក់ទៅដល់គឺជូនតាអាចារ្យរួចរាល់អស់ហើយតាអាចារ្យគាត់ឲ្យពរហើយបានចាប់ផ្ដើមយកបាយតំណើបហ្នឹងទៅរាប់បាតពុកម៉ែបងប្អូនហើយបន្ទាប់មកទៀតបានម្ចាស់វេនម្ចាស់កាន់បិណ្ឌមួយនឹងឯងគឺគាត់ចាប់ផ្ដើមដាក់ពូនបាយតំណើបដាក់លាយល្ងដូងអីពីលើថាសមកថាសធំហើយដល់ពេលចាប់ផ្ដើមហែទៅបានចាប់ផ្ដើមដាក់ចាប់បាយតំណើបអ្នកបន្តិចពុកម៉ែបងប្អូនប៉ុន្តែដល់ពេលឆ្នាំ2025នេះគឺមានការផ្លាស់ប្ដូរខ្លះពេលដែលខ្ញុំយកបាយតំណើបទៅដល់វត្តហើយគឺប្រគេនតាអាចារ្យរួចរាល់ហើយបានចាប់ផ្ដើមរាប់បាតហើយបានចាប់ផ្ដើមយកបាយហ្នឹងយកមកពូនណាពុកម៉ែបងប្អូនពូនម្នាក់ម្ចាស់រៀងខ្លួនអញ្ចឹងទៅមានដាក់ផ្កាឈូកមានដាក់ទៀនធូបមានដាក់នំនែកមានល្ងមានអីជាដើមប៉ុន្តែបើពីមុនឡើយគឺអត់ដែលឃើញមានបែបហ្នឹងទេទើបតែបច្ចុប្បន្ននេះគឺឃើញមានការផ្លាស់ប្ដូរនឹងឯងអញ្ចឹងទៅរៀងប្លែកម្យ៉ាងដែរពេលហែលបោះបាយបិណ្ឌទៅគឺឃើញកាន់ចានម្នាក់មួយប៉ុន្តែបើពីមុនគឺអត់មានទេហើយទៅបោះបាយបិណ្ឌគឺទៅតាមពីឆ្នាំ2019រហូតដល់ឆ្នាំ2025តែបើ2026នេះអត់ទាន់ហ៊ានសម្រេចចិត្តថាបានទៅឬអត់ទេព្រោះអីនៅជាប់រៀនណាមួយក៏មិននៅស្រុកដែរពុកម៉ែបងប្អូនហើយការឆ្នាំ2021ឆ្នាំ2022គឺអត់បានទៅបោះទេដោយសារតែចំនួនហ្នឹងគឺកូវីដអញ្ចឹងទៅគឺផ្អាកការបោះបាយបិណ្ឌហើយដល់ពេលឆ្នាំ2023រៀនថ្នាក់ទី10គឺទៅបោះបាន3បិណ្ឌដែរដល់ពេលឆ្នាំ2024គឺបាន3បិណ្ឌដែរពុកម៉ែបងប្អូនហើយឆ្នាំ2025ក៏បាន3បិណ្ឌដែរនិយាយរួមទៅបោះបាយបិណ្ឌគឺភ្នែកនឹងស្លក់ហើយដោយសារតែចង់ទៅបោះបាយបិណ្ឌហើយពេលខ្លះមានថវិកាក្នុងខ្លួនទេប៉ុន្តែចង់តែទៅបោះបាយបិណ្ឌនឹងឯងពុកម៉ែបងប្អូនហើយវីដេអូខ្ញុំមានតែ